តតពីសាទ្រឿងនៅពេលដែលគេបើកភ្នែកឡើងគេបានឃើញខ្លួនឯងស្ថិតនៅក្នុងច្រកបន្ទប់ពណ៌សមួយខេមឆ្ងល់ក្នុងចិត្តថាតើទីនេះនៅក្នុងច្រកទ្វារ gate មែនទេវាមិនមានស្ថានភាពណាអាក្រក់ជាងការជួបសត្វចម្លែកនៅក្នុងផ្លូវតបែបនេះឡើយខណៈដែលរាងកាយរបស់គេនៅពេលនេះសូម្បីតែមិនអាគមភ្លើង Fire spell មួយក៏មិនអាចប្រើបានផងតើគេអាចឆ្លងកាត់រឿងនេះទៅបានដោយរបៀបណាបន្ទាប់មកគេបានឈប់នៅពីមុខទ្វារដ៏ធំមួយដែលមានផ្ទាំងថ្មចារឹកអក្សរនៅពីលើភ្លាមនោះគេឃើញបុរសពីរនាក់ដើរសម្ដៅមករកគេពីសងខាងម្នាក់គឺខុងឆងហើយម្នាក់ទៀតគឺយ៉ងហែសុងខឹមឆ្ងល់ថាតើម្នាក់នោះជានរណាបុរសទាំងពីរបានដើរសម្ដៅមករកគេខុងឆងធ្លាប់ព្រឹកថាយ៉ងហែសុងកំពុងនៅប្រទេសសិង្ហបុរីប៉ុន្តែម្នាក់នោះតបថាគេទើបតែត្រឡប់មកវិញថ្ងៃនេះទេខឹមគិតថាពួកគេមើលទៅមិនសូវស្និទ្ធស្នាលគ្នាប៉ុន្មានទេគេក៏សួរថាតើអ្នកទាំងពីរស្គាល់គ្នាដែរឬទេខឹមខេរ៉ូត្រូវបង្ខំចិត្តសួរព្រោះគេមិនដឹងថាយ៉ងហែសុងជានរណាឡើយខឹមគិតក្នុងចិត្តថាខ្ញុំទើបតែមកដល់ផែនដីបាន2សប្តាហ៍តើឲ្យខ្ញុំស្គាល់បានយ៉ាងម៉េចខុងឆងបានឌឺដងឲ្យយ៉ងហែសុងថាឃើញទេគេពិតជាមិនស្គាល់ឯងមែនឯងគួរតែខំប្រឹងធ្វើការងារឲ្យខ្លាំងជាងនេះទៅរួចខុងឆងក៏ពន្យល់ប្រាប់ខឹមថានេះគឺជាយ៉ងហែសុងដែលជាអ្នកប្រមាញ់ Hunter ចំណាត់ថ្នាក់លេខ1ក្នុងប្រទេសកូរ៉េគេពិតជាអស្ចារ្យជាងអ្វីដែលខឹមបានរំពឹងទុកឆ្ងាយណាស់ខុងឆងបន្ថែមទៀតថាមនុស្សម្នានៅខាងក្រៅហៅគេថាជាវីរបុរសជាតិប៉ុន្តែក្នុងនាមឯងមិនស្គាល់គេតោះយើងបន្តទៅមុខទៀតចុះយ៉ងហែសុងឲ្យនេះគឺខឹមខេរ៉ូគេជាអ្នកប្រមាញ់កម្រិតអេវងហែសុងបាននិយាយថារីករាយដែលបានស្គាល់ខឹមខេរ៉ូខឹមឆ្ងល់ថាហេតុអ្វីបានជាលោកសម្លឹងមុខខ្ញុំយូរម្ល៉េះយ៉ងហែសុងបានទុកការណែនាំខ្លួនជាផ្លូវការនៅពេលក្រោយរួចសួរថាតើអ្នកទាំងពីរត្រូវបានស្រូបចូលមកទីនេះភ្លាមដូចគ្នាដែរមែនទេពួកគេទាំងពីរនាក់ក៏ងក់ក្បាលខឹមលួចឆ្ងល់ថាតើម្នាក់នោះកំពុងប្រើសមត្ថភាពវិភាគអ្វីម្យ៉ាងមែនទេអ្វីដែលច្បាស់នៅពេលនេះគឺពួកគេកំពុងស្ថិតនៅក្នុងច្រកទ្វារហើយវាគឺជាកម្រិត rank X វាគឺជាបញ្ហាធំសម្រាប់ពួកគេខឹមព្យាយាមនឹកថាតើកម្រិត X មានន័យថាដូចម្ដេចរួចព្យាយាមឆែកមើលទូរស័ព្ទប៉ុន្តែវាប្រើការមិនកាត់ឡើយខុងឆងដើរចូលមកទាំងគ្មានស្រោមការពារទូរស័ព្ទបើមិនប្រញាប់ចេញទៅទេទូរស័ព្ទគេច្បាស់ជាខូចដោយសារការរំខាននៃថាមពលមិនខានមានអក្សរចារឹកនៅលើផ្ទាំងធ្មនោះថានិមិត្តរូបនៃជំនឿដ៏ពិតប្រាកដនឹងคล้ายជាសោវាហាក់ដូចជាពាក្យស្លោកដែលត្រូវការសម្រាប់បើកច្រកទ្វារនេះមើលទៅផ្លូវតែមួយគត់ដែលពួកគេអាចបន្តទៅមុខបានគឺត្រូវឆ្លងកាត់ទ្វារដ៏ធំនោះហែសុងបានព្យាយាមរុញបើកទ្វារនោះប៉ុន្តែវាមិនកម្រើកសូម្បីតែបន្តិចគេក៏បានស្នើសុំឲ្យអ្នកប្រមាញ់ខុងឆងជួយដោយសារតែគេមិនអាចបើកវាដោយកម្លាំងបាយម្នាក់ឯងបានដោយគ្មានជំរើសពួកគេក៏បានឈានជើងទៅមុខរួចសម្លឹងមើលមុខគ្នាយ៉ងហែសុងបានប្រើប្រាស់ថាមពលរបស់គេបង្កើតជាការផ្ទុះអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅទៅលើទ្វារខណៈដែលខុងឆងចាប់ផ្ដើមបញ្ចេញមន្តអាគមពណ៌បៃតងរបស់គេយ៉ាងខ្លាំងក្លាតួអង្គឯករបស់យើងខឹមខេរ៉ូមានការភ្ញាក់ផ្អើលជាខ្លាំងដោយគិតក្នុងចិត្តថាក្នុងចំណោមមនុស្សលោកដែលទទួលបានថាមពលម៉ាណាអ្នកប្រមាញ់កម្រិត S គឺជាបុគ្គលពិសេសបំផុតពួកគេគឺជាមនុស្សមួយក្រុមតូចដែលមានដងខ្លួនជាអ្នកមានសមត្ថភាពមិនធម្មតានិងមានកម្លាំងដូចជាសត្វចម្លែកប៉ុន្តែសូម្បីតែពួកគេទាំងពីរនាក់ក៏នៅតែមិនអាចបើកទ្វារតែមួយនេះបានដែរបន្ទាប់ពីបានគិតមួយសន្ទុះពួកគេក៏ឈានដល់សេចក្តីសន្និដ្ឋានមួយថាទ្វារនេះមិនអាចបើកដោយប្រើកម្លាំងបាយឡើយខឹមខេរ៉ូក៏ដើរសម្ដៅទៅរកកន្លែងរូបចម្លាក់រួចប្រាប់ពួកគេថាមើលទៅគ្មានវិធីណាផ្សេងក្រៅពីការសាកល្បងវិធីមួយនេះទេខុងឆងបានដើរទៅមុខហើយនៅទីនោះហាក់ដូចជាមានប្រហោងមួយដែលសមល្មមសម្រាប់លោកដៃចូលវាគ្មានជម្រើសផ្សេងឡើយព្រោះប្រសិនបើតួអង្គឯករបស់យើងមិនអាចបើកទ្វារបានទេពួកគេច្បាស់ជាត្រូវជាប់ឃុំនៅក្នុងនេះមិនខានពួកគេមកទីនេះដោយមិនបានត្រៀមខ្លួនទុកជាមុនឡើយដូច្នេះប្រសិនបើស្ថានភាពនៅតែបន្តបែបនេះពួកគេនឹងត្រូវដាច់ស្បៀងអាហារជាមិនខានយ៉ងហែសុងបានដើរសម្ដៅទៅរករូបចម្លាក់តោរួចដាក់ដៃចូលទៅក្នុងនោះដើម្បីធ្វើឲ្យទ្វារបើកខឹមចាប់អារម្មណ៍ឃើញអ្នកនៅក្បែរខ្លួនសម្លឹងមើលដៃដោយក្តីបារម្ភគេក៏សួរថាតើមានរឿងអ្វីមែនទេស្នាមចាក់ពីរបានលេចឡើងយ៉ាងច្បាស់នៅលើដៃរបស់គេហើយឈាមរបស់គេត្រូវបានបូមចេញអស់យ៉ាងច្រើនតួអង្គឯករបស់យើងមានការរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែលយ៉ងហែសុងព្យាយាមដកដៃចេញប៉ុន្តែទោះបីជាខំប្រឹងរើបម្រាយយ៉ាងណាក៏ដោយក៏ដៃនោះមិនកម្រើកសូម្បីតែបន្តិចនៅត្រង់ចំណុចនោះគេថែមទាំងគិតថាការកាត់ស្មាចោលប្រហែលជាវិធីតែមួយគត់ដើម្បីដោះខ្លួនខុងឆងបានងាកក្រោយរួចក៏ចាប់ផ្ដើមបោះជំហានទៅមុខទាំងស្រែកហៅថាឥឡូវទ្វារបើកហើយតើយើងគួរតែបន្តដំណើរទៅមុខទៀតទេប៉ុន្តែតួអង្គឯករបស់យើងចាប់ផ្ដើមមានអារម្មណ៍មិនស្រួលចំពោះស្ថានភាពទាំងមូលនេះឡើយខុងឆងញាក់ខ្លួនបន្តិចនៅពេលឃើញរូបចម្លាក់តោនោះម្ដងទៀតពួកគេគ្មានពេលឈរនៅទីនោះយូរទេហើយត្រូវប្រញាប់ចេញពីទីនោះឲ្យបានឆាប់ដូច្នេះគេក៏ប្រើកម្លាំងម្ដងទៀតដើម្បីឲ្យទ្វារបើកពួកគេបន្តដើរទៅមុខប៉ុន្តែក៏បានប្រទះឃើញរូបចម្លាក់មួយទៀតនៅខាងមុខខឹមមានអារម្មណ៍មិនល្អឡើយចំពោះការដែលត្រូវលូកដៃចូលក្នុងមាត់តូនោះម្ដងទៀតប៉ុន្តែវាហាក់ដូចជាមធ្យោបាយតែមួយគត់ដើម្បីបើកទ្វារយ៉ងហែសុងបានស្នើឲ្យអ្នកប្រមាញ់ខុងឆង
ជាអ្នកទទួលបន្ទុកបើកទ្វារបន្ទាប់ព្រោះគេចាប់អារម្មណ៍ឃើញថាអត្រានៃការបូមឈាមមានការប្រែប្រួលទ្វារទី1មិនមែនជាបញ្ហាធំដុំឡើយប៉ុន្តែទ្វារទី2បានធ្វើឲ្យគេមានអារម្មណ៍វិលមុខបន្តិចគេបានបន្ថែមថានៅក្នុងគុកគងឹត Dungeon ប្រភេទនេះការទាមទារនឹងកើនឡើងជាលំដាប់ដូច្នេះពួកគេគួរតែបដូរវេនគ្នាខំឆងបានតបវិញដោយភាពជឿជាក់ថារហូតមកដល់ពេលនេះគេនៅតែអាចគ្រប់គ្រងស្ថានភាពបានយ៉ាងល្អដូច្នេះហេតុអ្វីបានជាយ៉ងហែសុងមិនបន្តនាំមុខរហូតដល់ចប់ទៅនៅពេលយ៉ងហែសុងរើបែបនេះគេក៏ខឹងសម្បាយ៉ាងខ្លាំងហើយបានចោទប្រកាន់ខឹមតួអង្កែកថាជាអ្នកសហការជាមួយយុទ្ធសាស្ត្ររបស់ខុងឆងទៅវិញខុងឆងបានសើចចំអកឲ្យយ៉ងហែសុងដោយសួរថាតើគេដឹងពីចំណាត់ថ្នាក់អ្នកប្រមាញ់របស់ខ្លួនឯងដែរឬទេប៉ុន្តែយ៉ងហែសុងមិនបានខ្វល់ពីរឿងនោះឡើយហើយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ជាថ្មីថាអ្នកប្រមាញ់ខុងឆងសុំមេត្តាហាការខុងឆងក៏សួរតបវិញថាចុះបើខ្ញុំបដិសេធតួអង្គឯករបស់យើងចាប់ផ្ដើមឆ្ងល់ថាតើអ្នកទាំងពីរនេះបំរុងនឹងវាគ្នាមែនទេស្រាប់តែពេលនោះខុងឆងបានស្នើឡើងថាមានអ្នកប្រមាញ់ម្នាក់ទៀតនៅទីនោះតើហេតុអ្វីឯងមិនទៅសួរគេទៅនៅពេលលើបែបនេះខឹមខេរ៉ូស្រឡាំងកាំងជាខ្លាំងគេនឹកឃើញថាអត្រារស់រានមានជីវិតនៅក្នុងច្រកទ្វារកម្រិតអ៊ីច្រែងហ្គេតមានត្រឹមតែ60ប៉ុណ្ណោះទីនេះទោះបីជាមើលទៅហាក់ដូចជាខ្វះសត្វចម្លែកប៉ុន្តែវានៅតែជាសង្វៀនដែលមិនមានសុវត្ថិភាពទាល់តែសោះព្រោះវាជាផ្លូវដែលទាមទារការបូជាឈាមមនុស្សដើម្បីទៅមុខប្រហោងបូមឈាមនោះអាចដាក់បានតែដៃមនុស្សម្នាក់ប៉ុណ្ណោះនិយាយឲ្យខ្លីគុកគងឹតនេះទាមទារឲ្យមានមនុស្សម្នាក់ធ្វើជាអ្នកបូជាអ្វីដែលកាន់តែអាក្រក់នោះគឺពួកគេកំពុងតែជួបបញ្ហាធំហើយយ៉ងហែសុងខឹងសម្បាយ៉ាងខ្លាំងចំពោះសំណើនោះរួចកំហុសថាឲ្យអ្នកកម្រិតអេស្រែងជាអ្នកទទួលបន្ទុករឿងនេះទាំងដែលមានអ្នកកម្រិតស្ដល់ទៅ2អ្នកនៅទីនេះមែនទេរំពេចនោះពួកគេទាំងអស់គ្នាក៏បានក្រឡេកទៅមុខហើយប្រទះឃើញសត្វចម្លែកប្រភេទឆ្កែព្រៃ Wolf Tip Monster មួយក្បាលកំពុងសម្ដៅមករកពួកគេខឹមខេរ៉ូភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតាមពិតទៅមិនគួរមានអ្វីចម្លែកកើតឡើងនៅទីនេះឡើយខណៈដែលសត្វចម្លែកនោះលោតសម្ដៅមករកគេក៏បានបិទភ្នែកនិងយកដៃបាំងមុខតាមសភាពគិតប៉ុន្តែយ៉ងហែសុងបានលោតទៅមុខយ៉ាងលឿនរួចបញ្ចេញមន្តអាគមភ្លើងរបស់គេកាប់សត្វចម្លែកនោះជាពីរយ៉ាងរហ័សខឹមមិនអាចទប់ចិត្តមិនឲ្យឆ្ងល់បានឡើយថាអណ្ដាតភ្លើងចេញមកពីកណ្ដាលវាលបែបនេះមែនទេតើនេះគឺជាមន្តអាគមគ្រូមន្តអាគមសម័យបុរាណ Primitive Sorcerer Magic ឬយ៉ាងណាប្រសិនបើពិតមែនសមត្ថភាពរបស់ម្នាក់នោះច្បាស់ជាភ្លាមនោះគេក៏ចាប់អារម្មណ៍ឃើញសត្វចម្លែកមួយទៀតបំរុងនឹងវាយប្រហារខុងឆងដោយមិនបង្អង់យូរគេក៏បានស្រែកហៅឈ្មោះខុងឆងដើម្បីព្រមានឲ្យប្រុងប្រយ័ត្នខុងឆងបានងាកក្រោយយ៉ាងរហ័សរួចដើរចំមុខសត្វចម្លែកនោះពេញទំហឹងសម្លាប់វាភ្លាមតែម្ដងនៅពេលឃើញការបង្ហាញកម្លាំងដុំហេម៉ាបែបនេះតួអង្គឯករបស់យើងមិនអាចទប់ចិត្តមិនឲ្យឆ្ងល់បានឡើយថាតើជំនាញដាស់ថាមពល Awaken Skill របស់ខុងឆងគឺជាការបង្កើនកម្លាំងកាយ Physical Enhancement មែនទេខុងឆងបានកត់សម្គាល់ថារាងកាយរបស់សត្វចម្លែកទាំងនេះហាក់ដូចជាខ្សោយដែលប្រហែលជាស្ថិតក្នុងកម្រិតត្រឹមតែសត្វសាហាវកម្រិត C rank beast ប៉ុណ្ណោះប៉ុន្តែយ៉ងហែសុងបានព្រមានថាវានៅឆាប់ពេកក្នុងការធូរចិត្តមើលទៅទីនោះមើលគេនិយាយពួកគេក៏បានឃើញរូបគំនូរសត្វចម្លែកដ៏ចម្លែកនៅលើជញ្ជាំងហើយរំពេចនោះសត្វចម្លែកទាំងនោះចាប់ផ្ដើមចេញជារូបរាងមែនទែនរួចលោតមកវាយប្រហារនិងឡោមព័ទ្ធពួកគេពីគ្រប់ទិសទីយ៉ងហែសុងបានប្រាប់អ្នករាល់គ្នាថាទោះបីជាពួកវាមិនមែនជាសត្វសាហាវកម្រិតខ្ពស់ប៉ុន្តែការដោះស្រាយជាមួយពួកវាដែលមានចំនួនច្រើនបែបនេះគឺជារឿងដ៏ស្មុគស្មាញគេបានបញ្ជាថាអ្នកប្រមាញ់ខុងឆងជួយមើលផ្នែកខាងក្រោយផងគេបានតបវិញដោយផ្ដោតអារម្មណ៍តែលើភារកិច្ចរបស់ខ្លួនខណៈដែលហ្វូងសត្វចម្លែកចាប់ផ្ដើមសម្រុកចូលវាយប្រហារពួកគេក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សមរភូមិខុងឆងចាប់ផ្ដើមវាយសំពង់សត្វចម្លែកទាំងនោះដោយដៃទេខណៈដែលយ៉ងហែសុងកាប់សម្រុកកាត់ពួកវាដោយដាវភ្លើងដ៏សន្ធោសន្ធៅខុងឆងបានបញ្ចេញកណ្ដាប់ដៃដ៏មានឥទ្ធិពលកំទេចសត្វចម្លែកមួយក្នុងមួយព្រិចភ្នែកប៉ុន្តែពួកវានៅតែបន្តសម្រុកមកមិនឈប់ឈរឃើញបែបនេះយ៉ងហែសុងក៏បានបង្កើនល្បឿននៃការវាយប្រហារកាប់សម្រុកកាត់ហ្វូងសត្វចម្លែកដោយសមត្ថភាពភ្លើងរបស់គេតួអង្គឯករបស់យើងបានមើលទាំងកោតសរសើរចំពោះកម្លាំងកម្រិតរបស់ពួកគេយ៉ាងណាមិញចំនួនសត្វចម្លែកមានច្រើនជាងអ្វីដែលយ៉ងហែសុងបានរំពឹងទុកដោយសារតែការបាត់បង់ឈាមពីមុនថាមពលរបស់គេចាប់ផ្ដើមស្រុតចុះយ៉ាងលឿនគួរឲ្យបារម្ភក្នុងល្បឿនបែបនេះគេដឹងច្បាស់ថាខ្លួនឯងមិនអាចទប់ទល់បានយូរទៀតឡើយគេក្រឡេកមើលទៅរូបចម្លាក់ហើយចាប់អារម្មណ៍ឃើញភ្នែករបស់វាប្រែជាពណ៌ក្រហមរួចក៏ដឹងរឿងអ្វីម្យ៉ាងក្នុងពេលជាមួយគ្នាសត្វចម្លែកមួយបំរុងនឹងលបវាយប្រហារគេប៉ុន្តែគេបានងាកមកវិញហើយកាប់វាជាពីរយ៉ាងងាយដូចកាត់ដំបងក្តៅអញ្ចឹងពួកគេទាំងពីរនាក់ចាប់ផ្ដើមអស់កម្លាំងព្រោះពួកវាមានចំនួនច្រើនពេកតួអង្គឯករបស់យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញពួកគេសម្លាប់សត្វចម្លែកទាំងអស់នោះបានយ៉ាងងាយក្នុងមួយរំពេចគេគិតក្នុងចិត្តថាសូម្បីតែខ្ញុំទទួលបានមន្តអាគមមកវិញក៏ការវាយយកឈ្នះផែនដី
ប្រហែលជាមានការពិបាកបន្តិចដែលយ៉ងហែសុងបានចង្អុលទៅរូបចម្លាក់តោរួចប្រាប់ពួកគេឲ្យមើលព្រោះភ្នែករបស់វាបង្កប់ដោយភាពអបអង្គលប្រសិនបើពួកគេមិនបូជាឈាមក្នុងរយៈពេលកំណត់ណាមួយទេនោះរលកសត្វចម្លែក Monster Wolf នឹងត្រូវបានបញ្ចេញមកមិនខានសត្វចម្លែកមួយទៀតចាប់ផ្ដើមចេញរូបរាងពីជញ្ជាំងហើយតួអង្ក្អែករបស់យើងក៏បានឃើញយ៉ាងរហ័សរួចស្រែកព្រមានយ៉ងហែសុងមុនពេលសត្វចម្លែកនោះអាចធ្វើអ្វីបានយ៉ងហែសុងក៏បានសម្លាប់វាភ្លាមដោយដាវរបស់គេតើនេះមានន័យថាមានការកំណត់ពេលមែនទេគេឆ្ងល់ម្នាក់ឯងមិនយូរប៉ុន្មានសត្វចម្លែកកាន់តែច្រើនឡើងបានងើបចេញពីជញ្ជាំងគុកកងឹតធ្វើឲ្យតួអង្ក្អែករបស់យើងស្រឡាំងកាំងជាខ្លាំងពេលនោះយ៉ងហែសុងក៏បានស្រែកហៅខងឆងដែលភ្លាមនោះបានចាប់ផ្ដើមរត់សម្ដៅទៅរកកន្លែងរូបចម្លាក់ខណៈដែលហ្វូងសត្វចម្លែកចាប់ផ្ដើមសម្រុកវាយប្រហារយ៉ងហែសុងបានព្យាយាមការពារខេមខេរ៉ូចេញពីក្រញាំដ៏មុតស្រួចនិងការវាយប្រហារដ៏សាហាវឃោឃៅទាំងនោះក្នុងមួយព្រិចភ្នែកខងឆងក៏អាចលូកដៃចូលក្នុងមាត់រូបចម្លាក់បានសម្រេចសត្វចម្លែកទាំងអស់ក៏លីបាត់អស់ហើយទ្វារទៅកាន់បន្ទប់បន្ទាប់ក៏ត្រូវបានបើកខេមខេរ៉ូមិននឹកស្មានសោះថាគេសុខចិត្តសហការងារបែបនេះខងឆងក្រឡេកមើលជុំវិញរួចសួរថាតើបន្ទាប់ជាវេននរណាយ៉ងហែសុងតបថាយើងនឹងបដូរវេនគ្នាប៉ុន្តែពួកគេមិនប្រកាសទេថាតើអ្នកកម្រិតអេសអាចទ្រាំទ្រនឹងរឿងនេះបានដែរឬទេពេលនេះខេមខេរ៉ូបានយល់ច្បាស់ហើយថាហេតុអ្វីបានជាយ៉ងហែសុងត្រូវបានគេហៅថាជាវីរបុរសជាតិចាប់តាំងពីពេលដែលដឹងថាខេមខេរ៉ូមានកម្រិតអេសមកយ៉ងហែសុងបានដកឈ្មោះគេចេញពីបញ្ជីអ្នកបូជាភ្លាមហើយថែមទាំងជួយការពារគេនៅពេលដែលសត្វចម្លែកលេចឡើងទៀតផងដោយសារតែការដឹកនាំរបស់យ៉ងហែសុងពួកគេអាចបន្តទៅមុខបានយ៉ាងរលូនដោយមិនចាំបាច់ឲ្យខេមបង្ហូរឈាមសំបីតែមួយដំណក់ទោះជាយ៉ាងណាខេមខេរ៉ូចាប់ផ្ដើមមានអារម្មណ៍ខុសកាន់តែខ្លាំងឡើងពួកគេបន្តដំណើរទៅមុខប៉ុន្តែយ៉ងហែសុងមើលទៅហាក់ដូចជាអស់កម្លាំងខ្លាំងណាស់រហូតធ្វើឲ្យខេមខេរ៉ូទប់ចិត្តមិនបានក៏សួរថាតើលោកមិនអីទេយ៉ងហែសុងតបវិញថាគេមិនអីទេច្រកទ្វារដែលលេចឡើងភ្លាមបែបនេះច្រើនតែមានទំហំតូចដូច្នេះពួកគេប្រហែលជាចិត្តដល់ផ្លូវចេញហើយប៉ុន្តែផ្ទៃមុខរបស់គេកាន់តែស្លេកស្លាំងទៅជាសំណាងល្អពេលនេះដល់វេនខងឆងជាអ្នកបើកទ្វារម្ដងខងឆងបានងាកទៅរកយ៉ងហែសុងហើយប្រាប់ឲ្យគេឈប់បន្តិចយ៉ងហែសុងមានការងឿងឆ្ងល់ពេលនោះខងឆងក៏ពន្យល់ថាគេទើបតែដឹងថាវាមិនមានអ្វីធានាថាផ្លូវចេញនៅពីក្រោយទ្វារនេះឡើយម្យ៉ាងទៀតគ្រប់គ្នាចាប់ផ្ដើមអស់កម្លាំងហើយដូច្នេះពួកគេប្រហែលជាមើលរំលងដំរុយអ្វីម្យ៉ាងនៅតាមផ្លូវគេបានស្នើឲ្យត្រឡប់ទៅពិនិត្យមើលបន្ទប់មុនឡើងវិញយ៉ងហែសុងដែលកំពុងតែខឹងស្រាប់ក៏បានកំហកទៅវិញថាខងឆងគ្រាន់តែចង់ទិញពេលប៉ុណ្ណោះនៅពេលវាលុកច្រកទ្វារកម្រិត X វាជានីតិវិធីស្តង់ដារដែលត្រូវអនុវត្តតាមលក្ខខណ្ឌដែលមានឯងដឹងរឿងនេះច្បាស់ដូចជាខ្ញុំដែរតើឯងកំពុងមានគម្រោងចង់លុបវាយប្រហារយ៉ងហែសុងក្នុងពេលមានភាពច្របូកច្របល់នៅពេលរលកសត្វចម្លែកមកដល់ដូចរឿងដែលបានកើតឡើងចំពោះឆយមែនទេខងឆងនៅស្ងៀមមិនតបត់រួចក៏សម្រេចចិត្តដោយមិនរារែកគេបាននិយាយថាខ្ញុំមិនអូសបន្លាយរឿងនេះទេបើកទ្វារទៅគេវិញថាគេនឹងបើកវាភ្លាមហើយប្រាប់ឲ្យយ៉ងហែសុងឈប់តានតឹងពេកទៅគេមិនដែលនិយាយថាមិនជួយតាមយុទ្ធសាស្ត្រនោះទេហើយយ៉ងហែសុងកំពុងយល់ច្រឡំអ្វីម្យ៉ាងហើយរឿងដែលបានកើតឡើងជាមួយឆយយៀនគឺជាគ្រោះថ្នាក់គេមិនមែនជាមនុស្សឆ្កួតដែលដើរលុបវាយប្រហារអ្នកប្រមាញ់គ្នាឯងដោយគ្មានហេតុផលនោះទេដោយសារគេមានប្រវត្តិរូបជាប់ទោសគេយល់ថាហេតុអ្វីបានជាយ៉ងហែសុងមិនទុកចិត្តគេប៉ុន្តែពេលនេះយ៉ងហែសុងកំពុងមានមន្ទិលសង្ស័យលើគេខ្លាំងពេកហើយហេតុអ្វីបានជាយ៉ងហែសុងបង្ខំចិត្តសម្រេចចិត្តលឿនម្ល៉េះតើមកពីគេចង់ចាក់ចេញពីទីនេះខ្លាំងពេកមែនទេគេបានបើកទ្វារសម្រាប់ពេលនេះប៉ុន្តែគេចង់ឲ្យគិតពីអ្វីដែលគេបាននិយាយប្រសិនបើដល់វេនគេនឹងស្នើឲ្យត្រឡប់ទៅពិនិត្យមើលបន្ទប់មុនសិនខេមខេរ៉ូគិតថាខងឆងមើលទៅមានហេតុផលជាងអ្វីដែលគេស្មានខណៈដែលខងឆងលូកដៃចូលក្នុងមាត់រូបចម្លាក់ខេមខេរ៉ូទប់ចិត្តមិនបានក៏ឆ្ងល់ថាតើពាក្យចាមអារាមទាំងនោះគ្រាន់តែជាការនិយាយដើមមែនទេយ៉ងហែសុងមានការបារម្ភពីខងឆងប៉ុន្តែគេវិញថាកុំបារម្ភពីគេអីខងឆងមានថ្នាំពន្យាកម្លាំង recovery potion គេប្រហែលជាអាចបើកទ្វារបាន2 3 ដងទៀតបន្ទាប់ពីផឹកវាយ៉ងហែសុងក៏ប្រាប់ខេមថាតោះយើងខំប្រឹងទៅមុខបន្តិចទៀតប្រសិនបើពួកគេរកផ្លូវចេញមិនឃើញក្នុងបន្ទប់បន្ទាប់ពួកគេនឹងរកវិធីផ្សេងខេមខេរ៉ូឆ្ងល់ថាតើពួកគេត្រូវជួយទប់លំនឹងខងឆងដែរឬទេប៉ុន្តែការគិតរបស់គេត្រូវបានកាត់ផ្តាច់នៅពេលដែលគេឃើញខងឆងយកដបទឹកដាវយ៉ងហែសុងមួយទំហឹងយ៉ងហែសុងបានសន្លប់បាត់ស្មារតីហើយដួលទៅលើដីនៅចំពោះមុខខេមខេរ៉ូខងឆងក៏មានការភ្ញាក់ផ្អើលដែរដែលការលុបវាយប្រហារនេះមានប្រសិទ្ធភាពសូម្បីតែលើអ្នកកម្រិតអេសខេមខេរ៉ូស្រឡាំងកាំងនឹងសកម្មភាពរបស់ខងឆងងាកមកសួរគេថាតើឯងធ្លាប់ពើពីច្រកទ្វារឈ្មោះ Iron Maiden ដែលលេចឡើងនៅអឺរ៉ុបខាងជើងទេវាស្ទើរតែដូចគ្នាបេះបិទនឹងគុកកងឹតនេះដើម្បីរត់គេចខ្លួនខងឆងមានគម្រោងបូជាយ៉ងហែសុងហើយខេមខេរ៉ូពិតជាតក់ស្លុតនឹងការលាតត្រដាងនេះណាស់តាមសម្ដីខងឆងទិន្នន័យនៃគុកកងឹតកម្រិត X បង្ហាញថាអត្រារស់រានមានជីវិតមានត្រឹមតែ60ប៉ុណ្ណោះ
មិនថាអ្នកប្រមាញ់មានកម្រិតខ្ពស់ប៉ុណ្ណានោះទេវាមិនមែនជាភាគរយដ៏ល្អដែលត្រូវយកជីវិតទៅភ្នាល់នោះទេមែនទេ Kim Kero មានអារម្មណ៍មិនស្រួលប៉ុន្តែនៅពេលគិតតាមហេតុផលវាហាក់ដូចជាសម្រុំបើគុកគងឹតនេះទាមទារជីវិតមនុស្សម្នាក់មែនពួកគេពិតជាត្រូវការអ្នករងគ្រោះម្នាក់តាមពិតទៅអ្នកនោះគួរតែជាខងឆងឬយ៉ងហែសុងប៉ុន្តែ Kim Kero ដឹងថាគេគ្មានសិទ្ធិជ្រើសរើសថាអ្នកណានឹងត្រូវបូជានោះទេវាប្រហែលជាល្អបំផុតក្នុងការធ្វើតាមផែនការរបស់អ្នកកម្រិតស្រូបនោះទោះជាយ៉ាងណា Kim Kero នៅតែឆ្ងល់ថាការឲ្យអ្នកកម្រិត S ជាអ្នករងគ្រោះទាំងដែលមានអ្នកកម្រិត 2 អ្នកនៅទីនេះគឺជារឿងដែលមិនត្រឹមត្រូវតតែសោះ Kim Kero ប្រាប់គេឲ្យចាំសិនហើយសន្យាថាគេនឹងបើកទ្វារបន្ទាប់ដោយខ្លួនឯងដូច្នេះសូមដាក់យ៉ងហែសុងចុះខងឆងភ្ញាក់ផ្អើលហើយសួរថាតើឯងស្រាប់តែមានសិលធម៌យល់ដឹងខុសត្រូវតាំងពីពេលណា Kim Kero មិនចង់ជឿខ្លួនឯងឡើយតាមពិតគេគួរតែនៅស្ងៀមហើយទុកឲ្យអ្នកផ្សេងជាអ្នករងគ្រោះទៅប៉ុន្តែគេសម្រេចចិត្តថាត្រូវតែធ្វើឲ្យគ្រប់គ្នារស់រានមានជីវិតគេដឹងថាខ្លួនឯងមិនស្ថិតក្នុងស្ថានភាពដែលអាចចរចាបានឡើយតើគេអាចជួយយ៉ងហែសុងបានដោយរបៀបណាខងឆងប្រាប់គេថាការសាកល្បងចិត្តបញ្ចប់ហើយប៉ុន្តែនៅពេលពួកគេបើកទ្វារពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញផ្លូវចេញអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺឧបករណ៍មន្តអាគមនៅលើរូបចម្លាក់ស្ត្រី Kim Kero ដើរទៅមុខដោយការតាក់ទាញខងឆងប្រកាសក្នុងចិត្តថាពួកគេត្រូវការការបូជាជីវិតមនុស្សទើបគេសម្រេចចិត្តធ្វើបាបយ៉ងហែសុងប្រសិនបើម្នាក់នោះដឹងខ្លួនឡើងវិញហើយប្តឹងផ្តល់វានឹងក្លាយជាបញ្ហាធំសម្រាប់គេនៅក្នុងដៃ Kim Kero គឺជាវត្ថុរង្វាន់ហើយគេក៏ដឹងភ្លាមថាវាជាឧបករណ៍មន្តអាគម Kim Kero ងាកទៅប្រាប់ខងឆងថាពេលយ៉ងហែសុងដឹងខ្លួនឡើងឯងប្រហែលជាចង់សុំទោសគេជាមួយនឹងរបស់នេះការបង្កបញ្ហាជាមួយអ្នកប្រមាញ់ចំណាត់ថ្នាក់លេខ1មិនមែនជារឿងដែលខងឆងអាចដោះស្រាយបានងាយឡើយសមាគមនឹងមិនបណ្ដោយឲ្យរឿងនេះកន្លងផុតទៅឡើយវាប្រហែលជាវាងាយស្រួលជាងប្រសិនបើពួកគេបានបូជាបុរសម្នាក់នោះតាំងពីដំបូងប៉ុន្តែដោយសារពួកគេនៅតែស្ថិតក្នុងច្រកទ្វារគេទប់ចិត្តមិនបានក៏គិតថាតើដល់ពេលដែលត្រូវសម្លាប់គេហើយមែនទេខងឆងបានសម្លឹងមើល Kim Kero រួចគិតក្នុងចិត្តថាយ៉ាងណាក៏ដោយនៅពេលដែលច្រកទ្វារនេះបិទទៅសាកសពនឹងបាត់បង់ទៅជាមួយដែរបញ្ហាតែមួយគត់គឺសាក្សីតាមទស្សនៈរបស់គេគ្មានហេតុផលអ្វីដែលត្រូវទុក Kim ឲ្យរស់ដើម្បីទៅប្រាប់គេឯងថាគេជាអ្នកអុបវីប្រហារយ៉ងហែសង្ឡើយ Kim Kero ក៏ដឹងខ្លួនភ្លាមថាខងឆងកំពុងមានគម្រោងសម្លាប់គេចោលដូចគ្នាប៉ុន្តែខងឆងបែរជានិយាយថាគេគ្រាន់តែចង់សុំឲ្យ Kim ជួយរឿងតូចតាចមួយប៉ុណ្ណោះខងឆងបានដាក់ដៃលើស្មារបស់ Kim Kero រួចសួរដោយសំឡេងគំរាមកំហែងថាតើគេអាចជួយធ្វើជាសាក្សីថាគេគឺជាអ្នកដោយ៉ងហែសុងឲ្យសន្លប់បានដែរឬទេភ្នែករបស់ខងឆងស្រាប់តែប្រែប្រួលយ៉ាងខ្លាំងដោយសារឥទ្ធិពលនៃវត្ថុដ៏កម្រយ៉ាងហៅថាភ្នែកនាគ Dragon's Eye ដែលគេទទួលបានពីសត្វចម្លែកកម្រិត A-rank ភ្នែកនេះអនុញ្ញាតឲ្យគេមើលឃើញវត្ថុពីចម្ងាយបានយ៉ាងច្បាស់បង្កើនថាមពលមន្តអាគមនិងថែមទាំងអាចវាស់ស្ទង់កម្រិតដាស់ថាមពលរបស់អ្នកដទៃបានទៀតផងនៅខណៈនោះគេស្រាប់តែឃើញអ្វីម្យ៉ាងខុសប្លែកពីធម្មតាគឺ Kim Kero កំពុងបញ្ចេញថាមពលមន្តអាគមដ៏ចម្លែកម្យ៉ាងដែលគេមិនដែលឃើញពីមុនមកទោះបីជាបរិមាណថាមពលមិនសូវច្រើនប៉ុន្តែវាមានលទ្ធភាពថា Kim គឺជាបុគ្គលដែលមានជំនាញដែលអ្នកប្រមាញ់ទូទាំងពិភពលោកកំពុងតាមរកយ៉ាងខ្លាំងនៅពេលដែល Kim បង្ហាញថាគេគ្រាន់តែជាអ្នកប្រមាញ់កម្រិត S នោះខងឆងកាន់តែញឿងឆ្ងល់ព្រោះអ្នកកម្រិត S មិនអាចសម្លឹងចំភ្នែកអ្នកកម្រិត S ដោយគ្មានភាពភ័យខ្លាចបែបនេះឡើយសម្រាប់មនុស្សធម្មតាអ្នកកម្រិត S គឺប្រៀបដូចជាសត្វសាហាវដ៏ធំសម្បើមអញ្ចឹងខងឆងចង់ដឹងចង់ឃើញកាន់តែខ្លាំងក៏ព្យាយាមឌឺដងនិងគំរាម Kim បន្តទៀតប៉ុន្តែ Kim Kero នៅតែរក្សាទឹកមុខស្មើធេងមិនបង្ហាញអារម្មណ៍អ្វីទាំងអស់យ៉ាងណាមិញខងឆងដែលធ្លាប់តែជាចំណុចចាប់អារម្មណ៍ពេញមួយជីវិតរបស់គេបែរជាមានអារម្មណ៍កោតសរសើរចំពោះភាពមិនខ្វល់ខ្វាយទាំងស្រុងរបស់ Kim Kero ទៅវិញដូច្នេះហើយវាមិនមែនដោយសារអាកប្បកិរិយារបស់ Kim Kero រំខានគេនោះទេប៉ុន្តែ Kim Kero គ្រាន់តែត្រូវនិយាយរឿងមួយគត់គឺមានការប៉ះទង្គិចគ្នាខ្លះក្នុងពេលឆ្មក់ចូលហើយគេត្រូវបង្ខំចិត្តធ្វើឲ្យយ៉ងហែសុងស្ងប់ចិត្ត Kim Kero សួរថាចុះបើខ្ញុំបដិសេធខងឆងតបថាបើអញ្ចឹងឯងក៏មិនអាចចាក់ចេញទៅម្នាក់ឯងបានដែរតាមពិតទៅខងឆងអាចដោះស្រាយរឿងហែសុងដោយខ្លួនឯងបានប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍បំផុតនោះគឺតែសមត្ថភាពបែបណាដែល Kim Kero កំពុងលាក់បាំងគេគិតថាប្រសិនបើ Kim Kero ពិតជាលាក់អ្វីម្យ៉ាងមែនគេច្បាស់ជាមានប្រតិកម្មខ្លះចំពោះការគំរាមកំហែងដែលគ្មានហេតុផលបែបនេះប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលតួអង្គឯកយើងបែរជាយល់ព្រមយ៉ាងងាយថាខ្ញុំជាអ្នកវ័យយ៉ងហែសុងដួលសន្លប់ខងឆងងឿងឆ្ងល់ជាខ្លាំងព្រោះមិនឃើញមានសញ្ញានៃភាពភ័យខ្លាចសូម្បីតែបន្តិចក្នុងទឹកមុខរបស់ Kim Kero ដែលបង្ហាញថាគេមិនមែនធ្វើតាមព្រោះខ្លាចការគំរាមនោះទេគេគិតថាប្រហែលជា Kim ចង់ជៀសវាងចំនួនទាំងស្រុងគេនឹកឃើញសម្ដី Kim ដែលថាគេមិនទាន់អាចចូលច្រកទ្វារកម្រិត S បាននៅពេលនេះដែលមានន័យថាកាលពីមុនគេប្រហែលជាធ្លាប់ចូលគេឆ្ងល់ថាតើ Kim Kero ពិតជាអ្នកដាស់ថាមពលកម្រិតខ្ពស់មែនទេប្រសិនបើគេមានចេតនាបញ្ចុះកម្រិតមន្តអាគមឲ្យនៅទាបដូចសត្វល្អិតបែបនេះ
វានឹងមានអារម្មណ៍ថប់ដង្ហើមដូចជាត្រូវគេចង់ស្លាប់អញ្ចឹងដោយសារតែរឿងនេះខងឆងមិនអាចសំបីតែស្មានដឹងថាខេមខេរ៉ូគឺជាអ្នកដាស់ថាមពលប្រភេទណានោះទេប៉ុន្តែតើវាពិតជាចាំបាច់ដែលត្រូវបញ្ចុះកម្រិតថាមពលឲ្យនៅទាបដល់កម្រិត S rank ដល់ថ្នាក់នេះមែនទេខងឆងចង់ស៊ើបអង្កេតបន្ថែមទៀតទោះបីជាវាហាក់ដូចជាមិនសូវសមហេតុផលក៏ដោយចុងក្រោយពួកគេក៏បានចេញពីគុកគំនិតដោយសុវត្ថិភាពហើយតួអង្គឯករបស់យើងក៏បានរស់រានមានជីវិតចុងក្រោយពួកគេក៏បានចេញពីគុកគំនិតដោយសុវត្ថិភាពនៅពេលចេញមកដល់ខាងក្រៅមានហ្វូងមនុស្សយ៉ាងច្រើនកុះករនិងអ្នកសារព័ត៌មានកំពុងរង់ចាំនៅផ្លូវចេញទី3ខេមខេរ៉ូស្រឡាងកាំងពេលឃើញមនុស្សច្រើនបែបនេះបន្ទាប់មកអ្នកសារព័ត៌មានបានបើកកាមេរ៉ានិងបាញ់សំណួរជាច្រើនមករកគេក្រឡេកមើលជុំវិញហើយឃើញថាគ្រប់ផ្លូវចេញទាំងអស់សុទ្ធតែមនុស្សតាប់ដោយអ្នកមកមើលអ្នករាយការណ៍ព័ត៌មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញអ្នកប្រមាញ់កម្រិត S2 នាក់គឺយ៉ងហែសុងនិងខងឆងចេញមកតាមច្រកចូលគុកគំនិតជាពិសេសគឺយ៉ងហែសុងដែលកំពុងសន្លប់បាត់ស្មារតីបន្ទាប់មកយុវតីម្នាក់បានចូលមកជិតអ្នកប្រមាញ់ខងឆងរួចសុំឲ្យគេផ្ដល់បទសម្ភាសន៍នាងមានសំណួរជាច្រើនប៉ុន្តែមានរឿងមួយដែលនាងចង់ដឹងបំផុតគឺហេតុអ្វីបានជាអ្នកប្រមាញ់យ៉ងហែសុងសន្លប់បែបនេះនាងច្បាស់ជាមិនជឿឡើយថាគេគ្រាន់តែចាញ់ល្បិចរបស់ច្រកទ្វារ Gate ធម្មតានោះខងឆងតបថាទេវាមានការប៉ះទង្គិចគ្នាខ្លះនៅក្នុងច្រកទ្វារតាក់ទងនឹងការជ្រើសរើសអ្នកបូជាឈាមរួចគេក៏សម្លឹងទៅខេមខេរ៉ូហើយបន្ថែមថាអញ្ចឹងហើយទើបអាម្នាក់នោះដើរយ៉ងហែសុងឲ្យសន្លប់ទៅខេមខេរ៉ូគិតក្នុងចិត្តថាកុហកទាំងស្រស់ភ្លាមតែម្ដងនៅពេលលើបែបនេះនាងខឹងសម្បាយ៉ាងខ្លាំងហើយចាប់ផ្ដើមស្រែកដាក់គេខេមគិតថាវានៅមានសំណាងខ្លះដែរដែលយ៉ាងហោចណាស់ក៏មានបុគ្គលិកសមាគមម្នាក់គិតដោយមានហេតុផលនាងបានចោទខងឆងថាតើមិនមែនជាលោកទេដែលធ្វើបែបនេះដាក់យ៉ងហែសុងខងឆងញឹមទោះបីជាមានអារម្មណ៍ខឹងបន្តិចក៏ដោយគេគិតក្នុងចិត្តថាហេតុអ្វីបានជាអាម្នាក់នេះនៅឈរស្ដាប់ស្ងៀមមិនព្រមនិយាយអ្វីសោះអញ្ចឹងចុងក្រោយខេមខេរ៉ូក៏គ្មានជំរើសគេក៏បានសារភាពថាវាជាការពិតខ្ញុំជាអ្នកធ្វើឲ្យអ្នកប្រមាញ់យ៉ងហែសុងសន្លប់គ្រប់គ្នាស្រឡាងកាំងខណៈដែលខងឆងញឹមបិទមាត់មិនជិតនាងស្រែកថាមិនអាចទៅរួចទេលើកលែងតែជាអ្នកប្រមាញ់កម្រិត S ដូចគ្នាទើបអាចធ្វើបែបនេះបានខងឆងតបវិញថាមិនមែនខ្ញុំទេរួចដោយមានអារម្មណ៍វិលមុខគេក៏សួរនាងថាតើមើលទៅខ្ញុំស្ថិតក្នុងស្ថានភាពដែលអាចធ្វើអ្វីយ៉ងហែសុងកើតទេខឹមខេរ៉ូគិតថាខងឆងក៏បានបាត់បង់ឈាមច្រើនដែរទោះបីជាវាមិនសូវធ្ងន់ធ្ងរក៏ដោយបន្ទាប់មកអ្នកសារព័ត៌មានបានឡោមព័ទ្ធខេមខេរ៉ូហើយសួរដេញដោលពីយ៉ងហែសុងរួចតួអង្គឯករបស់យើងក៏តបយ៉ាងខ្លីថាបាទគឺខ្ញុំជាអ្នកធ្វើចំណែកនៅម្ខាងទៀតយ៉ងហែសុងកំពុងតែខឹងសម្បានឹងព័ត៌មាននេះហើយស្រែកថាខេមខេរ៉ូជាអ្នកធ្វើរឿងនេះដាក់គេ